យើងចាប់ផ្ដើមចូលមេរៀនយើងកម្រិតដំបូងគឺការប្រើប្រាស់កម្មវិធី Scratch ដែលយើងអាចប្រើជាមួយនឹងកម្មវិធី Picture Block នេះក៏បានដែរបាទអញ្ចឹងយើងបើកកម្មវិធីនឹងមកអូខេយើងរងចាំបន្តិចសម្រាប់កម្មវិធីនេះផងដែរយើងសិក្សាអំពីមូលដ្ឋានគ្រឹះនៃការសរសេរកូដណាបាទអញ្ចឹងបន្ទាប់ពីយើងបើកកម្មវិធីនឹងមកអ្វីដែលយើងបានឃើញគឺវាមានblock វាមាន Python បាទអញ្ចឹងទៅជាកម្រិតដំបូងយើងយកអាទី2យក block មកនេះបាទយកអាយុ7ឆ្នាំហ្នឹងណាបាទយើងបើកមកអ្វីដែលយើងត្រូវសិក្សានោះគឺមេរៀនដំបូងរបស់យើងគឺទៅលើ event បាទ event ហើយនិង motion បាទអញ្ចឹងblock ដែលយើងត្រូវដឹងថាសំខាន់ជាងគេនោះគឺ block មានឈ្មោះថា event ណាបាទ event នេះគឺមានដូចជា one click នេះបាទគឺជា block ដែលសម្រាប់ដំណើរការកូដដំបូងណាបានន័យថាវា script code បានន័យថាវាភ្ជាប់ជាអ្នកចងភ្ជាប់កូដតាមដំណាក់កាលនីមួយៗបាទអញ្ចឹង one click បាទបន្ទាប់មកទៀតអ្វីដែលយើងសិក្សាបន្តទៀតគឺ motion បាទ motion បាទ motion អ្វីដែលយើងសង្ខេបងាយស្រួលយល់គឺជាការកំណត់ចលនាគឺជាចលនានៃតួអង្គរបស់យើងណាបាទអញ្ចឹងអ្វីទៅជាតួអង្គរបស់យើងនេះអ្វីដែលយើងបានឃើញនេះអញ្ចឹងបាទទៅកតាខ្លះខ្មុំនេះបាទជាចរិតទៅរបស់យើងបាទអញ្ចឹងយើងកំណត់ឲ្យតួអង្គនីមួយហ្នឹងមានសកម្មភាពបែបណាយើងអាស្រ័យទៅលើ motion របស់យើងហ្នឹងឯងឧទាហរណ៍ថាខ្ញុំជ្រើសរើស motion move បាទ move អញ្ចឹងបានន័យថានិយាយផ្លាស់ប្ដូរមែនទេបាទអញ្ចឹងវាតកតទៅនឹងការផ្លាស់ប្ដូរចលនាបាទអញ្ចឹងកន្លែងតម្លៃនេះគឺវាតកតទៅនឹងអីគេតម្លៃនៃចលនារបស់យើងចន្លោះបាទន័យថាដូចជំហានយើងអញ្ចឹងយើងបោះឆ្ងាយបោះចិត្តអីអញ្ចឹងណាបាទអូខេអញ្ចឹងយើងចង់ដឹងយើងចុចអាហ្នឹងមកហើយយើងចុច click មកឃើញតួអង្គយើងមានចលនាបាទចុះបើសិនយើងដាក់ដកអញ្ចឹងវាទៅមុខឬក៏ថយក្រោយអញ្ចឹងបើដាក់ដកវាមកក្រោយណាបាទឃើញទេបាទតែបើសិនយើងអត់ដាក់ដកទេអា10នេះធម្មតាអញ្ចេះតម្លៃអញ្ចេះគឺតម្លៃវាស្មើនឹងបូកបាទគឺទៅមុខបាទអញ្ចឹងបើសិនយើងចង់ថាខ្ញុំចង់ដាក់ឲ្យចលនាតួអង្គមានចន្លោះធំយើងដាក់ឲ្យខ្ពស់ទៅណាតម្លៃអាស្រ័យលើយើងដាក់ឧទាហរណ៍50បាទអញ្ចឹងយើងចុច run មកឃើញទេវាដើរបានឆ្ងាយឃើញទេបាទយ៉ាងនេះតើតទៅនឹង move តើមកតើតទៅនឹង turn នេះតើតទៅនឹងការបំបិលតួអង្គណាបាទអូខេឥឡូវខ្ញុំសាកឲ្យមើលមួយខ្ញុំយក turn បាទអូខេអញ្ចឹងយើងដាក់វាមកបាទអញ្ចឹងយើងចង់ដឹងយើង click វាមកឃើញទេបាទកំណត់នៃមុំរបស់យើងគិតទៅណាបាទវាមានប្រមាណក្រេអញ្ចឹងទៅបាទហើយវាអាស្រ័យលើយើងវិលទៅឆ្វេងឬទៅស្ដាំអញ្ចឹងទេយើងដាក់ដកវាវិលមកផ្នែកខាងស្ដាំអញ្ចឹងដកឧទាហរណ៍ថាដកប៉ុន្មានដក10អីចឹងទៅបាទយើង click មកបាទតើនេះចឹងបាទអញ្ចឹងតើតទៅនឹង motion រំលឹកម្ដងទៀតគឺការប្រើប្រាស់ចលនាអញ្ចឹងនៅកន្លែងនេះវាមានចលនាច្រើន motion ហ្នឹងណាបាទវាមានការកំណត់ x y បាទ x y នេះអានេះយើងដឹងថាវាជាអ coordinate x គឺជាគេប៉ូលនៃជួរដេកហើយ y ប៉ូលនៃជួរគេជួរឈរបាទអូខេអញ្ចឹងបើសិនជាយើងចង់ដាក់ថា y ស្មើ90អូខេអញ្ចឹងយើង click មកឃើញវាឡើងទៅលើបាទយើង click អានេះបាទអាហ្នឹងជាអ coordinate ហើយមួយទៀត change x បាទវាមានដូច change x យើងដឹងហើយchange នៃបានន័យថាគឺការផ្លាស់ប្ដូរដូចគ្នាណាការផ្លាស់ប្ដូរតម្លៃនៃអ coordinate របស់នៃខ្សែបន្ទាត់អីគេខ្សែបន្ទាត់នៃជួរដេកបាទ x បាទអញ្ចឹងយើងឧទាហរណ៍ថាចង់ផ្លាស់ប្ដូរទៅ60បាទ change x by 90បាទអញ្ចឹងយើងចុចទៅឃើញទៅហ៎បាទចុះបើយើងដាក់ថា change x ដល់80បាទឃើញទេបាទអញ្ចឹងវាជាខ្សែបន្ទាត់នៃជួរដេកណាបាទហើយវាមាន change by y អីចឹងទៅបាទវាមានច្រើនណាបាទនេះតើទៅនឹង motion ហើយយើងអាចមានពេលយើងអាចរៀនធ្វើវាបន្ថែមទៀតទៅជ្រើសរើសវាមានប្លុកច្រើននៅកន្លែងនេះឲ្យយើងជ្រើសណាបាទប៉ុន្តែយើងត្រូវតែ note ដឹងថាចំណាំថាតើទៅនឹងចលនាគឺគេប្រើ motion ហើយបាទហើយមួយទៀតគឺ one click នេះគឺចាំបាច់មែនទេ
បាទដែលយើងត្រូវប្រើ one click នេះគឺសម្រាប់យើង script code ដាក់ភ្ជាប់គ្នាចេះតោះនេះបើយើងអត់ប្រើវាទេអត់អាចភ្ជាប់វាអញ្ចឹងបានទេតោះនេះបាទអញ្ចឹងគេប្រើ one click អូខេអញ្ចឹងវីដេអូមេរៀនទី1យើងមានប៉ុណ្ណឹងអូខេជួបគ្នានៅវីដេអូក្រោយទាក់ទងនឹងមេរៀនទី2គឺ looks អូខេវីដេអូហ្នឹងមានប៉ុណ្ណឹងបាយបាយ